ជីវិតខ្ញុំអភ័ព្វអ្នកខ្លះចូលចិត្តត្អូញត្អែរំលឹករំលើកប្រៀបធៀបហេតុអីបានជាខ្ញុំមិនល្អដូចគេហេតុអ្វីខ្ញុំជួបតែរឿងអកុសលរហូតហេតុអ្វីជីវិតខ្ញុំអភ័ព្វម្លេះតើអ្នកត្អូញត្អែប្រាប់អ្នកណាគេមិនចង់ដឹងរឿងអ្នកទេហើយគេក៏មិនចង់អភ័ព្វដូចអ្នកដែរជីវិតតែមានបញ្ហាចឹងឯងតិចច្រើនតាមកម្លាំងកម្មរៀងខ្លួនគេជួបរឿងគេយើងជួបរឿងយើងប្រៀបធៀបគ្នាមិនបានទេបើអ្នកជួបបញ្ហាហើយអ្នកបែរជាទន់ជ្រាយតើបានអ្នកណាមកជួយដោះស្រាយបញ្ហារបស់អ្នកគេមិនមកទទួលទុកជំនួសអ្នកទេគេក៏មានបញ្ហារបស់គេដែរបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យទន់ជ្រាយតាមរឿងខាងក្រៅសេចក្តីទុក្ខនឹងតាមជិះជាន់អ្នកកាន់តែខ្លាំងឡើងទ្រាំទៅប្រឹងទៅដោះស្រាយទៅបើពិបាកខ្លាំងសូមឲ្យគេជួយខ្លះទៅតែអ្នកត្រូវតែរឹងប៉ឹងត្រូវតែហ៊ានប្រឈមមុខចំពោះរឿងរ៉ាវទាំងឡាយត្រូវប្រឹងដោះឲ្យអស់ពីសមត្ថភាពដែលអ្នកមានដោះបន្តិចម្ដងហើយត្រូវចេះព្រមទទួលស្គាល់ការពិតថាអ្នកប្រឹងអស់ត្រឹមនឹងហើយរួចធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកមិនដូច្នោះទេទុកនឹងប្រមូលគ្នាមកជិះជាន់អ្នកកាន់តែខ្លាំងមិនខានមូលហេតុមួយដែលនាំឲ្យមនុស្សយើងស្មុគស្មាញ stress ច្រើនហ្នឹងគឺយើងរស់នៅជាប្រចាំហ្នឹងយើងអត់សូវមានស្មារតីនៅនឹងខ្លួនឧទាហរណ៍ថាអ្នកខ្លះទៅអង្គុយភាំងអញ្ចឹងទៅហើយបើធ្វើអីហ្នឹងអារម្មណ៍អត់នៅនឹងខ្លួនទេទៅហើយវល់អញ្ចឹងណាអាហ្នឹងវាមានន័យថាយើងប្រឡែងចិត្តឲ្យវាដើរហើរបើនិយាយពីក្មេងវិញយើងឲ្យវារត់លេងហើយអត់មានអ្នកណាមើលវាលេបអំបែងកែវវាលូកដៃចូលភ្លើងយើងចេះតែបដ ாய் វាគ្រោះថ្នាក់ឯងចិត្តយើងហ្នឹងក៏គ្រោះថ្នាក់ដូចគ្នាអញ្ចឹងដែរព្រោះអត់មានអង្គរៈណាមួយតាមមើលថាចិត្តហ្នឹងគិតរឿងត្រូវអត់ទៅដល់ណាហើយឬក៏ដើរទៅលេងតែផ្ទះគេទេចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យភិក្ខុសង្ឃហ្នឹងឲ្យទាំងអស់គ្នាហ្នឹងព្យាយាមចម្រើនស្មារតីដែលលោកហៅថាសតិប្បដ្ឋានហ្នឹងការអភិវឌ្ឍស្មារតីក្នុងជីវិតប្រចាំថ្ងៃហ្នឹងកម្រិតស្រាលទៅដំបូងសិនឧទាហរណ៍ថាឲ្យមានស្មារតីនៅខ្លួនពេលយើងអង្គុយពេលយើងដើរពេលយើងនិយាយពេលយើងចូលបន្ទប់ទឹកពេលយើងស្លៀកពាក់ពេលយើងហូបបាយឲ្យមានស្មារតីហ្នឹងនៅខ្លួនកុំឲ្យដូចថាធ្វើចេះតែធ្វើអញ្ចឹងទៅមិនដឹងថាខ្លួនឯងកំពុងតែធ្វើអីទៅទៀតហើយធ្វើអាហ្នឹងទៅវាគិតទៅឯណាឯណីច្រើនណា
chẳng dương thọc khơi bà xong đài chẳng crom ấy mến chấp bách tập bà xong ban chầm rãn sợ tệ chầm rãn mà đây nâng ấy mến ta chỉ đôn chế dương đừng ọc khăn nâng ấy ta khả năng dương chào khuôn ấy dương cùi phèn dương kịch từ nhảy nhảy vùl tới ọt miên nè na tam đàn chất nó dú nó vì nè cả tục nâng ai chặt nâng khăn kia cục khăn tới chân này tới dây đám ấy vì ọt miên nè na chui tục cắt sao đó bây giờ bạc làn lướn của cung dương tròn phẳng hay đã chặt bà dương nó vì chua lươn pết với ọt miên nè na chui tròn phẳng chặt cũng ở về khăn phét bán ấy tròn phẳng nó sẽ tệ nó thấy ta khăn tự ấy bự khăn nó buộc đây cả hai đi lụa được luôn ấy chẳng này cái thứ ấy bòn cái miếng cái bán cái phẳng cái trắng ấy hay người ta cái một thứ ấy thì hướng về khu hai bờ lẽ biết ta thứ mấy cái bờ viền trăng là hai uất miên nè na tới chui tục cắt đó hơi về thì họ thầm bờ lung tập về hướng đai nó cũng thả đi bắt tô luôn ai bắt tô nè đi bắt tô nè nu trong vừa vò vừa uất miên nè na chui tục cắt đó chặt nó vừa prong lột chru hay vừa cứ thật lột vào đầu đấy chẳng bạn chỉ chạm bãi dương thử riêng bằng cao mà đây không chi vừa phiệp chạm ngày hồiสมัยปัจจุบันนี่វាមានបញ្ហារឿងបច្ចេកវិទ្យានឹងវកវល់ច្បោកច្បល់ច្រើនពេក Facebook ផង YouTube ផងទេ Instagram ផងចឹងវាលក់ខ្លួនឲ្យបច្ចេកវិទ្យានឹងខ្លួនឯងនឹងចិត្តនឹងលេងនៅខ្លួនណាហ៎លក់ឲ្យតែ Facebook លក់ឲ្យតែ YouTube លក់ឲ្យតែគេចាំមើលគេ comment ចាំមើលគេ like ប្រមាណអីប្រមាណចឹងវាវល់វក់តែនៅអានោះវាលេងសូវនៅខ្លួនឯងហ្នឹងអាហ្នឹង stress ហើយអាហ្នឹងមានបញ្ហាហើយយើងអត់ទៅនៅផ្ទះខ្លួនឯងផងអញ្ចឹងព្យាយាមបង្កើនសតិស្មារតីហូបចុកហ្នឹងរាល់ថ្ងៃហ្នឹងបើថាហូបហ្នឹងទូរស័ព្ទនៅដៃនឹងគ្មានបានហូបចូលមាត់ទេវារវល់អញ្ចឹងរសជាតិហ្នឹងក៏វាមិនបានទៅចិញ្ចឹមរាងកាយឲ្យបានគ្រប់គ្រាន់ដែរនឹងតាមក្បួនពេទ្យក៏អញ្ចឹងក្បួនធម៌ក៏អញ្ចឹងបានប្រសង់លោកមានច្បាប់វិន័យគឺថាឆាន់ហ្នឹងឲ្យមានការសង្រួមសម្លឹងមើលចង្ហាន់ដែលខ្លួនឆាន់ហ្នឹងមានភ្នែកកលើមទៅមើលគេមើលឯងអីពេកហ្នឹងមានទោសមានអាបត្តិទៀតផងអញ្ចឹងឲ្យមានស្មារតីតាមដានសកម្មភាពដេកដើរឈរអង្គុយស្លៀកពាក់ហូបចុកបុកទៅពីចូលបន្ទប់ទឹកស្អីហ្នឹងឲ្យមានស្មារតីនៅខ្លួនកុំឲ្យវាវើលវាយទៅច្រើនពេកហើយបើឧទាហរណ៍ថាចិត្តហ្នឹងវាទៅណាវាល្អក៏ដឹងដែរអូចិត្តអញនេះល្អអូចិត្តអញនេះនឹងណអូចិត្តអញនេះចិត្តបនណាដឹងអញ្ចឹងអាហ្នឹងអូត្រូវហើយទៅផ្លូវហ្នឹងត្រូវហើយវាដូចថាយើងដឹងថាបន្លែហ្នឹងត្រូវនឹងជីអីធ្វើម៉េចដើម្បីបន្លែហ្នឹងល្អអញ្ចឹងហើយវាមានស្អីគេជាចំណីទាស់សត្វល្អិតអីអញ្ចឹងវាធ្វើឲ្យបន្លែហ្នឹងខូចអញ្ចឹងចិត្តហ្នឹងវាអូចំណែនណាអូស្អប់អូគុំអូអីចឹងអូដឹងអូចិត្តហ្នឹងតើអញ្ចឹងមានស្មារតីមួយតាមមើលចិត្តអញ្ចឹងសតិបញ្ញាតាមមើលចិត្តអញ្ចឹងហើយទាញចិត្តឲ្យវាមកត្រូវកន្លងវិញតែកាលណាយើងធ្វើអញ្ចឹងបានយើងអត់សូវវល់ទេអារម្មណ៍របស់យើងវានៅខ្លួនយើងអត់សូវលក់ខ្លួនឲ្យគេអ្នកដទៃយើងផ្ញើសុកនៅនឹងមាត់អ្នកដទៃយើងផ្ញើសុកនឹង Facebook នឹងគេ like នឹងគេ share នឹងច្រើនយើងអត់វល់នឹងរឿងនឹងច្រើនទេយើងមានស្មារតីថែរក្សាខ្លួនឯងយើងមិនសូវមានបញ្ហាផ្លូវចិត្តទេដោយសារការអភិវឌ្ឍស្មារតីហ្នឹងឯងអនុមោទនាអ្នកខ្លះហ្នឹងចិត្តចង្អៀតណាឃើញយើងបានល្អបានខ្ពង់ខ្ពស់អីហ្នឹងមិនសូវសប្បាយចិត្តជាមួយទេឬក៏មានបានរកស៊ីកាក់កបអីហ្នឹងអាហ្នឹងនិស័យចរិតគ្នាពីកំណើតមានចិត្តចំណែនអីចឹងទៅយើងក៏មិនគួរណានឹងទៅប្រកាន់ខឹងជាមួយគាត់ដែរ
តាមពិតទៅគួរឲ្យអាណិតគាត់ទៅវិញទេដែលគាត់អត់បានរៀបចំចិត្តគំនិតឲ្យបានល្អធ្វើឲ្យតានតឹងណាវាអត់បានអីមកគាត់ទេហើយវាបានតែមួម៉ៅនិយាយដើមអេកអូចប្រខូចទៅទៀតអីក៏មានដែរដោយសារអកុសលអ៊ីសាចំណែនហ្នឹងយើងប្រឹងប្រែងធ្វើទៅហើយបើបានជោគជ័យផលប្រយោជន៍ក៏ចែកម្លែកឲ្យគាត់ខ្លះទៅកុំឲ្យគិតថាវាអញ្ចឹងអញមិនខ្ចីរាប់អានវាអីមិនទេតើតែយើងរៀនធ្វើចិត្តឲ្យទលាយវិញបើគាត់ចិត្តចង្អៀតហើយនឹងព្រះក៏ផ្ដាំដែរថាយកឈ្នះមនុស្សកំណាញ់នឹងដោយការឲ្យទានហ្នឹងឈ្នះមនុស្សអាក្រក់ដោយអំពើល្អរបស់យើងហ្នឹងហើយយើងរៀនផ្សាយសេចក្តីស្រឡាញ់ទង្វើរបស់យើងក៏បង្ហាញពីទឹកចិត្តល្អត្បិតថាគាត់មានគំនិតមិនសូវល្អជាមួយយើងក៏យើងអត់មានគំនុំគុំគួនជាមួយគាត់ដែរយើងមានតែរកវិធីសាស្ត្រជួយតម្រែតម្រង់ពេលខ្លះអាចគាត់យល់ច្រឡំពីយើងក៏មានដែរអញ្ចឹងអាចមានឱកាសនឹងបញ្យល់ប្រាប់ពីខ្លួនយើងទៅបើគាត់ស្ដាប់បានអានឹងជារឿងល្អទៅបើថាស្ដាប់បានអានឹងក៏យើងមិនដឹងទៅធ្វើម៉េចដែរវាឧបនិស្ស័យមនុស្សហ្នឹងវាផ្សេងគ្នាអញ្ចឹងបើគាត់ចិត្តចង្អៀតជាមនុស្សរៀងចំណែននិន្ទាហើយជាមនុស្សដែលប្រកាន់ខឹងច្រើនយើងតលតែកុំធ្វើអញ្ចឹងយើងតលតែរៀងចិត្តទលាយរៀនទទួលស្គាល់ថាមនុស្សហ្នឹងនិស្ស័យហ្នឹងអញ្ចឹងហើយតែយើងរកវិធីសាស្ត្រយ៉ាងណាដើម្បីជួយគាត់ឲ្យបានផុតពីនិស្ស័យហ្នឹងបើជួយបានជាបុណ្យរបស់យើងបើជួយមិនបានអាហ្នឹងគាត់វិច្ចសម្ពាយកម្មហ្នឹងទៅតាមខ្លួនគាត់ទៅយើងកុំទៅឈ្នាននេះជន់ឈ្លីជន់ផលិតបន្ថែមអាហ្នឹងយើងក៏ចូលក្នុងជាមនុស្សចិត្តចង្អៀតដែរអនុមោទនាកាលពីថ្មនៅតូចធ្លាប់អន់ចិត្តជាមួយនឹងម៉ែអើយម៉ែអត់ដូចម៉ែគេទិញរបស់ល្អឲ្យម៉ែគេធូរដើរលេងតាណាក៏បានម៉ែឯងតឹងធ្វើអីក៏បាននឹកអន់ចិត្តម៉ែគេមានអីចឹងទៅហើយម៉ែយើងក្របើយើងគិតឲ្យជ្រៅតិចទៅថាអ្នកដែលចិញ្ចឹមយើងធំមកដល់ប៉ុណ្ណឹងម៉ែយើងឯងមិនមែនម៉ែគេនោះទេម៉ែគេនោះជារឿងរបស់ម៉ែគេនោះទេហើយបើនិយាយពីរឿងប៉ុនយើងមានប៉ុណ្ណឹងហើយប៉ុនគេកូនគេមានមកច្រើនជាងយើងគេស្រួលជាងយើងអញ្ចឹងទៅហើយបើនិយាយពីរឿងគាត់តាំងតែងមួយយើងនោះជារឿងមួយល្អទៅវិញឯងប៉ុន្តែក្មេងហ្នឹងមិនសូវយល់អញ្ចឹងឯងចេះគិតថាតាំងម៉ែគេស្រួលហើយម៉ែឯងគូធ្វើអីមិនបានអញ្ចឹងទៅដូចថាប្រៀបធៀបប៉ុន្តែពិតទៅក្នុងបំណងរបស់ឪពុកម្ដាយហ្នឹងគ្មានបំណងធ្វើបាបកូនទេបំណងហ្នឹងចង់ឲ្យកូនបានល្អបើកូនហ្នឹងវាលោភលន់ហួសឬក៏ថាមិនយល់ចិត្តរបស់ឪពុកម្ដាយអញ្ចឹងហើយក្នុងករណីខ្លះទៅកូនហ្នឹងគិតថាក្នុងនាមជាម៉ែគឺត្រូវតែបំពេញតម្រូវការរបស់កូនអញ្ចឹងហ្មងខ្ញុំសុំអីត្រូវតែបានហើយបើសុំមិនបានបន្ទោសហ្មងថាបកកើតខ្ញុំមកធ្វើអីអញ្ចឹងបើធ្វើម៉ែធ្វើឪគេហើយមិនអាចបំពេញសេចក្តីត្រូវការរបស់កូនបានវាទៅជាបន្ទោសម៉ែបន្ទោសឪមិនបានគិតដល់ការលំបាករបស់ឪពុកម្ដាយដែលប្រឹងប្រែងតស៊ូរលុយរកកាក់ផ្គត់ផ្គង់មើលថែខុសត្រូវឈឺជាសពគ្រប់នឹងអត់បានមើលចំណុចល្អទាំងអស់ហ្នឹងទេតែមើលចំណុចមួយមិនល្អត្រង់ថាយើងសុំអីហើយវាមិនបានគឺថាតុកសិចមួម៉ៅខូចចិត្តជាមួយនឹងឪពុកម្ដាយហ្មងអាហ្នឹងចរិតនៅក្មេង